សួស្តីបងប្អូនទាំងអស់គ្នាមើលវីដេអូបងប្អូនណាមុននឹងតិចមើលហើយក្តៅឆេវហ្មងគេថាតកូវក្នុងសាច់មែនតកូវក្នុងសាច់មែនរឿងអីក៏កើតឡើងចេញពីអតកូវក្នុងសាច់នឹងដែរណាអ្នកណាដែលថាស្នេហាជាតិដើរតាមលោកសំរងស៊ីនឹងគឺសិតតែក្បត់ជាតិហើយទង្វើលោកសំរងស៊ីនេះមិនមែនជាទង្វើលេងលំគ្រាន់តែចង់បានអំណាចធម្មតាទេចានេះចង់ធ្វើស្ដេចទៀតពីព្រោះចង់គ្រប់គ្រងខ្មែរហើយសុកចិត្តលក់ព័ត៌មានពីប្រទេសខ្មែរមិនលក់អីគេហៅថាពន្លឹះថែមទៀតចាពន្លឹះថែមទៀតណាឥឡូវបើមិនឃើញផ្ទាល់ភ្នែកបើមិនលឺផ្ទាល់ត្រចៀកពីជនជាតិថៃនិយាយទេយើងគ្រប់គ្នាក៏មិនហ៊ានថាដែរប៉ុន្តែនេះគឺលឺផ្ទាល់ត្រចៀកចាហើយបងអូនណាគាត់បកប្រែឲ្យស្ដាប់ច្បាស់ណាអរគុណមែនទែនសម្រាប់ការបកប្រែបងអូនស្រីណាចាអញ្ចឹងអ្នកណាដែលស្រែកក្តោងក្តែងថាស្រឡាញ់ជាតិដើរតាមលោកសំរងស៊ីគឺសុទ្ធតែជាអ្នកវង្វេងសុទ្ធតែជាដង្កូវនៅក្នុងសាច់ចាមិនខុសទេចារដ្ឋាភិបាលតាមចាប់នឹងគឺមិនខុសទេអត់ខុសទេអត់មានខុសអីបន្តិចចាក្បត់ជាតិ 100% ចាបើគ្មានពួកនឹងទេណាក៏គ្មានរឿងដែលកើតឡើងជាបន្តបន្ទាប់ដាក់ប្រទេសខ្មែរបែបនេះដែរ